ơi màឆ្នាំពីមួយឆ្នាំដាច់លឿននោះលឿននេះគឺជាដំណើរកំសាន្តចុងឆ្នាំរបស់ខ្ញុំតាំងពីខែ11ម៉េះប៉ុន្តែចេះតែអត់មានពេលកាត់វីដេអូចូលសលេងអញ្ចឹងណានេះគ្រាន់តែថាកាត់ដើម្បីទុកជាអនុស្សាវរីយ៍ថ្ងៃក្រោយទៅយើងមានវីដេអូមើលថាយើងធ្លាប់បានទៅណាខ្លះហើយសកម្មភាពអីខ្លះអញ្ចឹងណាអញ្ចឹងជាដំបូងគឺយើងមកដល់ពលាននិយាយទៅជាលើកទី1ដែលខ្ញុំមកដល់ពលានថ្មីនេះគឺឃើញថាស្អាតហើយធំមែនតើហើយមកដល់គឺខ្ញុំបានធៀមបាយយកមកពីផ្ទះដែរដោយសារតែខ្លាចនេះញ៉ាំអត់កើតហើយណាមួយដូចថាវាថ្លៃដែរអញ្ចឹងទៅក៏យើងដាំបាយអាំងសាច់អីដាក់មកចែកគ្នាមកប្រអប់ម្នាក់អញ្ចឹងទៅហើយយើងញ៉ាំបាយអីហើយយើងក៏មកតំងជួចូលចាំ check in ទៅកូនស្វារបស់ខ្ញុំនេះបានពលានធំហ្នឹងគេរត់ចុះរត់ឡើងនិយាយទៅឆ្លេឆ្លានិយាយពីថាជំនាញខាងអូសវូលីខាងជិះចរាយន្តអីហ្នឹងហ្មងគេសប្បាយចិត្តហើយតែបានដើរលេងចឹងឥឡូវនេះគឺមកដល់ពលានម៉ាឡេហើយបន្ទាប់ពីយើងចុះពីពលានយើងក៏មកញ៉ាំបាយអាហារពេលល្ងាចហើយចេញពីអាហារពេលល្ងាចហើយញ៉ាំឆ្អែតហើយណាអត់អស់ចិត្តទេមកផ្សាររាត្រីទៀតហើយផ្សាររាត្រីគេសម្បូរបែបនិយាយទៅស្តៀងតែផ្សាររាត្រីយើងដែរហ្នឹងប៉ុន្តែពេលដែលខ្ញុំមកហ្នឹងគឺចំពេលដែលភ្លៀងចាគឺព្រះពិរុណអត់ប្រណីតែម្ដងមួយឆ្នាំដើរលេងតែម្ដងហើយប៉ុន្តែគឺអត់ឲ្យដើរលេងដោយសប្បាយចិត្តទេចាគឺភ្លៀងមួយថ្ងៃទាល់យប់មកយប់តភ្លឺត្មងបើនិយាយពីផ្សាររាត្រីវិញឆ្ងល់ផ្សារណាក៏ដូចផ្សារណាដែរអត់ដែរអាក់ខានជាមួយនឹងអា strawberry ជ្រលក់ស្ករហ្នឹងហ្មងហើយនិយាយពីកូនខ្ញុំមកហាចូលចិត្តហ្មងខានអត់បាននិយាយទៅណាក៏ញ៉ាំដែរអញ្ចឹងបន្ទាប់ពីយើងដើរផ្សាររាត្រីហើយក៏ត្រឡប់មកគេនៅអូតែព្រលឹមឡើងយើងក៏នាំគ្នាចេញទៅលេងកន្លែងគេហៅរមណីយដ្ឋាន Genting គេហ្នឹងចាជីកត្រក់ទៀតនិយាយទៅណាជីវិតអត់ទៅជៀសផុតពីការជីកត្រក់ទេចាគឺជីកត្រក់រហូតតែម្ដងហើយជីកត្រក់ទៀតក៏បានមើលទេសភាពចាពោពេញទៅដោយភ្លៀងមើលអីអត់ឃើញទេចាស្អាតចាស់ហើយបន្ទាប់ពីយើងជីកត្រក់មកដល់កន្លែងកាស៊ីណូរបស់គេនិយាយពីថា game ស្អីក៏មានដែរឲ្យតែបកែលេងតែចៃដន្យអីខ្ញុំនេះអត់ចេះលេង game អញ្ចឹងបានតែដើរមើលទេអត់បានលេងទេដល់ពេលកូនខ្ញុំនេះវិញ enjoy ជាមួយនឹងអាគេ decor ហូបតុក្កតាហូបអីចូលឆ្នាំអីចឹងណាចឹងបន្ទាប់ពីយើងចេញពី game ហ្នឹងមកហើយកន្លែងលេង game ហ្នឹងហើយយើងក៏មកកន្លែងព្រះវិហារដែលមានរូបព្រះចាព្រះនោះចាអត់ចង់ជួបមុខខ្ញុំដែរមកដល់គេកំពុងជួសជុលគេបិទបាត់អត់បានជួបព្រះទៀតវីដេអូហួសសលេងហួសវីដេអូឯងឥឡូវយើងកាត់មួយថ្ងៃថ្មីនេះញ៉ាំនំរ៉ូទីញ៉ាំអីហើយចឹងទៅយើងមកលេងនៅចូលមកក្នុងសិង្ហបុរីម្ដងហើយយើងមកថតអីរូបនៅ Universal អីចឹងណាចាយើងអត់មានបានអីចូលអីទេគឺយើងគ្រាន់តែបានថតនៅមុខហ្នឹងទៅហើយម្នាក់និយាយថាអូយក្តៅផងអាពេលថាភ្លៀងបន្ទោះភ្លៀងដល់អត់ភ្លៀងហើយក្តៅទៀតចាអញ្ចឹងយើងចូលមកកន្លែងសួនអីគេ Garden by the Bay គេហ្នឹងហើយមានអ្នកខ្លះនោះវែងគ្នាអីពេញហ្នឹងទៀតប៉ុន្តែនៅកន្លែងគេនេះគឺដើមឈើច្រើនមែនតើនិយាយទៅត្រជាក់សាច់ហ្មងមកដល់ប្រទេសគេនេះមានអីកន្លែងគេ clean ស្អាតអត់មានសម្រាមអត់មានអីទេហើយនិយាយពីមនុស្សភ្ញៀវទេសចរច្រើនមែនតើអញ្ចឹងមិនថាប្រទេសគេទួយតែគេរីកចម្រើនណាដោយសារច្បាប់ពាក់ព័ន្ធជាមួយនឹងការសម្អាតប្រទេសអីក៏តឹងរឹងការដេកការរៀបចំប្រទេសអីផ្សេងៗក៏គេស្អាតដែរហើយភ្ញៀវទេសចរច្រើនមែនតើហើយទៅក្នុងខ្មែរយើងអីក៏ច្រើនដែរទៅលេងនៅក្នុងអញ្ចឹងណាពេលខ្ញុំទៅហ្នឹងគឺចំពេលដែលគេជិត Christmas ហ៎អញ្ចឹងការដេកនៅក្នុងផ្សារទំនើបអីគឺគេដេកបែប Christmas ស្អាតការដេករបស់គេប្លែកពីស្រុកយើងដែរហើយក៏មានសួនទឹករាំអីចឹងទៅហើយកាត់មកដល់ស្អែកឡើងមួយទៀតចាគឺយើងចាប់ផ្ដើមឡើងយន្តហោះត្រឡប់មកវិញហើយគឺបាយហើយម៉ាឡេសិង្ហបុរីលើកក្រោយមានឱកាសគឺយើងជួបគ្នាទៀតហើយនិយាយពីកូនស្រីខ្ញុំវិញចាគឺអត់មកចិត្តខ្ញុំទេគេគៀកកោយទៅជាមួយប៉ាគេទេហើយចុងក្រោយនោះក៏មានជាការអោបលាគ្នារវាងអ្នកម៉ាក់ហើយនិងអ្នកម៉ាក់មួយឆ្នាំជួបគ្នាតែម្ដងបានហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណបាយបាយ